បិណ្ឌទី7នៅវត្តពោធិវត្តន៍ហៅថាវត្តកោះប៉ែនបងប្អូនទាំងអស់គ្នាអញ្ចឹងសកម្មភាពថ្ងៃនេះក៏ដូចជាសកម្មភាពរាល់ដងដែរគ្រាន់តែបងប្អូនដែលមកចូលរួមត្រូវនឹងវេនបិណ្ឌរបស់គាត់គឺខុសគ្នាបងប្អូនអញ្ចឹងក៏ឆ្លៀតថតពីទិដ្ឋភាពដូចរាល់ដងដើម្បីឲ្យបងប្អូនបានទស្សនាណាហើយនឹងទុកជាអនុស្សាវរីយ៍សម្រាប់បងប្អូនដែលគាត់អញ្ជើញមកវេនទី7ដើម្បីទុកជាអនុស្សាវរីយ៍ឆ្នាំក្រោយសម្រាប់ពួកគាត់ហើយនឹងការដែលគាត់ឃើញពីរូបខ្លួនឯងសម្រាប់ការដែលមកចូលរួមវេនបិណ្ឌនៅវត្តពោធិវត្តន៍ហៅថាវត្តកោះប៉ែនជាងហ្នឹងបងប្អូនទាំងអស់គ្នាហើយក៏មានតែពាក្យអធ្យាស្រ័យទេសម្រាប់បងប្អូនខ្លះខ្ញុំលួចថតទៅគាត់មិនចង់ឲ្យថតឬក៏បងប្អូនខ្លះដែលខ្ញុំថតមិនអស់ហើយមានតែអធ្យាស្រ័យទេដោយសារតែមានបងប្អូនខ្លះគាត់ថាអត់ថតផងអេដមីនហើយអេដមីននេះគឺឆ្លៀតឆ្មក់ថតទេអត់បានថត100%ទេដោយសារតែមានលក់ដូរនៅមុខវត្តអីអញ្ចឹងណាបងប្អូនអញ្ចឹងពេលខ្លះក៏ទំនេរបានទៅថតពេលខ្លះក៏មិនបានទៅថតហើយថតអត់សព្វជ្រុងជ្រោយទេហើយក៏មានតែពាក្យអធ្យាស្រ័យទេបងប្អូនទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលគាត់មកវត្តពោធិវត្តន៍ហៅថាវត្តកោះប៉ែនកុំភ្លេចកាហ្វេនៅមុខហ្នឹងបងប្អូនទាំងអស់គ្នាកាហ្វេខ្ញុំលក់ផ្ទាល់អញ្ចឹងអាចជួយគាំទ្រផងមានកាហ្វេមានអាវមានស្បែកជើងដែលជាស្នាដៃកូនខ្មែរអញ្ចឹងទៅហើយអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលមកជួយគាំទ្រហើយនេះដែរគឺជាសម្លសម្រាប់វេនបិណ្ឌថ្ងៃទី7ថ្ងៃនេះគឺសម្លអីគឺសម្បូរសប្បាយណាស់បងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់រូបថតអីខ្ញុំអាចនឹងមានតម្លាក់នៅក្នុង page Ran TV អីខ្លះហើយរូបខ្លះក៏បានតម្លាក់រូបខ្លះក៏មិនទាន់បានតម្លាក់ណាជាស្រ័យផងបងប្អូនទាំងអស់គ្នាហើយសូមផ្ញើជូនរូបភាពនេះជូនបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទហើយបងប្អូនទាំងអស់គ្នាដែលបានឃើញវីដេអូហើយកុំភ្លេចជួយ like ជួយ share ជួយ follow page ខ្ញុំម្នាក់មួយផងបងប្អូនទាំងអស់គ្នាហើយនឹងជួយគាំទ្រអ្វីដែលខ្ញុំលក់នៅហ្នឹងផងហើយបងប្អូនទាំងអស់គ្នាកុំភ្លេចនៅវត្តពោធិវត្តន៍ហៅថាវត្តកោះប៉ែនមានរូបវីរបុរសដែលបានការពារពលីជាតិមាតុភូមិរបស់យើងណាយើងអាចអុជធូបហើយរំលឹកឧទ្ទិសកុសលដល់គាត់ដែលបានពលីចែកឋានទៅហើយបងប្អូនទាំងអស់គ្នាកុំភ្លេចពួកគាត់ណាសង្ឃឹមថាពួកយើងទាំងអស់គ្នានៅតែចាំជានិច្ចសម្រាប់ការពលីរបស់ពួកគាត់ហើយនឹងលើកកម្លាំងចិត្តសម្រាប់បងតាហ៊ានដែលគាត់កំពុងតែឈរជើងប្រចាំការនៅព្រំដែនរៀងរាល់ថ្ងៃដើម្បីការពារសុខសុវត្ថិភាពយើងទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងអស់គ្នាគ្រប់គ្នា